តានតឹងកម្ពុជាថៃដោយជាមុនក្រសួងមហាផ្ទៃចេញសារថ្កោលទោសយ៉ាងដាច់ខាតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះរដ្ឋបាលដែនដីខាត់ស្រះកែវនិងកងកម្លាំងប្រដាប់អាវុធចម្រុះថៃដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លីបំពានដែនអធិបតេយ្យភាពកម្ពុជានិងធ្វើទុកបុកម្នេញលើប្រជាពលរដ្ឋខ្មែររួមនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី10ខែតុលាឆ្នាំ2025ទង្វើភាគីថៃលើកនេះបានធ្វើឲ្យមជ្ឈដ្ឋានជាតិនិងសាធារណមតិអន្តរជាតិពេញសកលលោករួមទាំងពលរដ្ឋថៃមានវិចារណញាណមួយចំនួនផងនោះកាន់តែមានក្តីតបប្រមូលត្បិតវាបានប្រឆាចពីច្បាប់និងសន្ធិសញ្ញាអន្តរជាតិដែលជាគំរូអាក្រក់និងអន់ថយមួយមិនគួរកោតមានក្នុងតំបន់អាស៊ាននិងពិភពលោកទង្វើក៏ឃ្លើនជាបន្តបន្ទាប់ឥតអៀនខ្មាស់ពីរដ្ឋបាលដែនដីខាត់ស្រះកែវនិងកងកម្លាំងប្រដាប់អាវុធចម្រុះថៃជាការរំលោភគោលការណ៍កម្មសិទ្ធិក្នុងនីតិអន្តរជាតិដែលច្បាប់តម្រូវរកឲ្យឃើញជាមុនសិនថាជារបស់អ្នកណាជាស្ដែងចំណុចរំលោភបំពាននោះបាននឹងកំពុងស្ថិតក្រោមការកាន់កាប់រស់នៅអាស្រ័យផលនៃពលរដ្ឋកម្ពុជាស្រស់តចំនួនតាំងពីកកើតសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907មកម្លេះអ្នកនាំពាក្យរងបន្ថែមថាអង្គហេតុបង្កើតដោយថៃកំពុងរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍នីតិអន្តរជាតិស្ដីពីការកំណត់ព្រំដែនតាមអាណានិគមនិយមគោលការណ៍នេះបានផ្ដល់ឲ្យរដ្ឋភាគីស្វែងរកចំណុចឯកភាពក្នុងករណីនៅមានមន្ទិលតាមរយៈគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃតែផ្ទុយទៅវិញថៃធ្វើមិនយល់និងមិនអនុវត្តតាមគោលការណ៍នីតិអន្តរជាតិនេះទេគឺបង្កើតកំហុសម្ដងហើយម្ដងទៀតតាមរូបភាពមនុស្សព្រៃអនុវត្តច្បាប់ព្រៃយកច្បាប់អាញាសឹករបស់ថៃមកអនុវត្តលើដែនអធិបតេយ្យរបស់កម្ពុជាយោងតាមលក្ខខណ្ឌតេយ្យកទីក្រុងរ៉ូមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សកម្មភាពថៃបានចូលក្នុងធាតុផ្សំនៃអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិជាអាចការធ្វើទុកបុកម្នេញការរុញច្រានបណ្តេញចេញដោយបង្ខំដែលជាផ្នែកមួយនៃការវាយប្រហារជាប្រព័ន្ធទៅលើប្រជាជនស៊ីវិលជាងនេះទៅទៀតការដាក់អោសានវ៉ាតការគំរាមចាប់ខ្លួនការរារាំងមិនអោយអាស្រ័យផលលើដីធ្លីការហុំព័ទ្ធយកផ្ទះសម្បែងកន្លងមកបូកទាំងការប្រើគ្រឿងចាក់ឈូសឆាយតាមវិធីសាស្ត្រយកច្បាប់អាញាសឹកថៃអនុវត្តលើអធិបតេយ្យកម្ពុជាទោះក្រមហេតុផលណាក៏ដោយគឺសុទ្ធតែជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមិនត្រឹមតែប៉ុណ្ណោះសកម្មភាពទាំងនេះជាការបំពានទាំងស្រុងលើសមត្ថកិច្ចគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជាថៃ JBC លើពិភពលោកនេះការវាទីម្នាក់ឯងរួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់គឺមិនអាចទទួលយកបានឡើយជាថ្មីម្ដងទៀតក្រសួងមហាផ្ទៃថៃរដ្ឋាភិបាលដែនដីខេត្តស្រះកែវនិងកងកម្លាំងប្រដាប់អាវុធចម្រុះថៃត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដោយដែលមជ្ឈដ្ឋានជាតិនិងសាធារណមតិអន្តរជាតិបានឃើញយ៉ាងច្បាស់ក្រឡែតជាបន្តបន្ទាប់និងត្រូវតែមានស្មារតីភ្ញាក់រលឹកបោះបង់ចោលឲ្យអស់ទៅនៅរាល់ផែនការជាប្រព័ន្ធដែលចង់តែបំភ្លេចបំផ្លាញវុទ្ធុបាញ់ដែលភាគីទាំងពីរនិងមិត្តភ័ក្តិបរទេសបានចូលរួមបង្កើតឡើងយ៉ាងលំបាកបញ្ឈប់ទៅមហិច្ឆតាឈ្លានពានទឹកដីប្រទេសជិតខាងរួមទាំងការធ្វើទុកបុកម្នេញលើពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនបញ្ឈប់ទៅភាពជ្រុំការដោយការព្យាយាមបង្វែរសាធារណមតិទីក្នុងនិងអន្តរជាតិចេញពីការកត់សម្គាល់លើភាពច្របូកច្របល់និងបែកបាក់របស់ខ្លួនតាមរយៈការបង្កចំនួនជាមួយប្រទេសជាប់ខ្ញុំផងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអំពាវនាវសហគមន៍អន្តរជាតិមិត្តក្នុងអាស៊ាននិងភាគីពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់និងចូលរួមគាំទ្រការអនុវត្តតាមច្បាប់អន្តរជាតិដើម្បីរក្សាសន្តិភាពស្ថិរភាពនិងការគោរពអធិបតេយ្យគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃការរួមចំណែកនេះមិនមែនមានកម្មវត្ថុជួយតែប្រទេសកម្ពុជាដែលហែលឆ្លងកាត់សោកនាដកម្មនៃភ្លើងសង្គ្រាមដ៏កំសត់ពីអតីតកាលនោះទេក៏ប៉ុន្តែក៏ដើម្បីបុព្វហេតុរួមនៃមនុស្សជាតិគឺការចង់បាននឹងថែរក្សាសន្តិភាពស្ថិរភាពទាំងក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលស្របតាមគោលការណ៍សន្តិភាពពិភពលោក